សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបដំឡើង Play Store នៅលើទូរស័ព្ទ Oppo ដែលមានជាប់អក្សរចិនបាទឬគេហៅថាជាប្រភេទទូរស័ព្ទ China ROM បាទគឺជាប្រភេទទូរស័ព្ទដែលយើងអត់ទាន់បានរាយពី China ROM មកជា Global បាទដល់អញ្ចឹងវាអត់ទាន់មាន Play Store ទេបាទហើយដល់ពេលដែលអត់មាន Play Store បាទយើងចង់ download យកកម្មវិធីយកមកប្រើគឺវាពិបាកហើយវិធីដែលខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នានេះបាទបងប្អូនអាចធ្វើបានទាំងនៅលើទូរស័ព្ទ Huawei Xiaomi OnePlus Vivo បាទនិយាយទៅឲ្យតែជាប្រភេទទូរស័ព្ទ China ROM គឺអត់ទាន់មាន Play Store ហើយមានជាប់អក្សរចិនអញ្ចឹងណាបងប្អូនអាចធ្វើតាមវិធីនេះបានតោះឥឡូវយើងមើលពីវិធីទាំងអស់គ្នានៅលើទូរស័ព្ទដែលអត់មាន Play Store បងប្អូនប្រកាសជាមានកម្មវិធី App Market នេះហើយបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនចុចបើកកម្មវិធីហ្នឹងមកហ្នឹងហើយបងប្អូនបើកកម្មវិធីហ្នឹងមកបាទដើម្បី download យកកម្មវិធី Google Chrome មួយបាទបើសិនជាយើងមិន download កម្មវិធីហ្នឹងទេហើយយើងទៅប្រើកម្មវិធី Internet Browser របស់វាពណ៌បៃតងហ្នឹងបាទគឺវាពិបាកបាទជួនកាលយើង download យកកម្មវិធីមកបាទវាអត់ឲ្យបើកវាអត់ឲ្យដំឡើងទេបងប្អូនគ្រាន់តែសរសេរពាក្យថា Google ឬមួយក៏សរសេរពាក្យថា Chrome យ៉ាងមកបាទហើយចុច search បងប្អូននឹងឃើញកម្មវិធីហ្នឹងបងប្អូនចុចដំឡើងមកបាទចុច install មកណាបាទយើងដំឡើងវាមកនៅលើអេក្រង់មកហ្នឹងហើយឥឡូវកំពុងតែធ្វើការ download បាទហើយបន្តិចទៀតវាចេញមកនៅលើអេក្រង់ខ្លួនឯងហើយបាទឥឡូវបានហើយយើងចុចបើកវាមកបាទហើយចុចលើពាក្យ update នេះមកបាទហើយចុចអាប៊ូតុងពណ៌ខៀវនៅខាងក្រោមហ្នឹងមកបាទចុចអាខាង Not Safe នេះមកបងប្អូនបាទបន្តមកទៀតបងប្អូនសរសេរនៅខាងលើបាទយើងសរសេរពាក្យថា G space APK បាទបងប្អូនមើលអក្សរនៅខាងលើហ្នឹងបាទហើយចុច search មកបន្តមកបងប្អូននឹងឃើញមាន website មួយនៅលើគេបាទមានរូបពណ៌អីនេះ2 3ពណ៌នេះហ្នឹងហើយអញ្ចឹងបងប្អូនចុចបើកកន្លែងហ្នឹងមកបាទហើយបងប្អូនចុចកន្លែងប៊ូតុងពណ៌ធ្វើចេកនេះមកបាទចុចលើពាក្យនេះមួយទៀតបាទចុចខាងនេះមួយទៀតមកកន្លែងនេះមួយទៀតបាទឥឡូវកំពុង download ហើយចុចបើកមក download ហើយយើងចុចបើកមកនៅចាំកន្លែងនេះយើងចុចយកពាក្យ allow always បាទចុចកណ្ដាលហ្នឹងហើយឥឡូវយើងកំពុងតែធ្វើការដំឡើងកម្មវិធី G Space ហ្នឹងណាបាទកន្លែងហ្នឹងយើងចាំបន្តិចមកដល់កន្លែងនេះបងប្អូនអត់ចុចប៊ូតុងពណ៌ត្រួយចេកនេះទេបងប្អូនត្រូវចុចអក្សរពណ៌ខៀវៗនៅខាងក្រោមនេះអក្សរតូចៗហ្នឹងបាទចុចកន្លែងហ្នឹងមកហ្នឹងហើយចុចពណ៌ត្រួយចេកហ្នឹងមកបាទឥឡូវរងចាំបន្តិចទៀតអូខេចុចលើពាក្យខាងក្រោមនេះមកហ្នឹងហើយឥឡូវយើងបិទវាទៅវិញឥឡូវកម្មវិធីនេះយើងបានដំឡើងរួចរាល់ហើយបាទយើងចុចបើកកម្មវិធីហ្នឹងមកបាទបងប្អូនចុចលើពាក្យ start នេះមកពណ៌ត្រួយចេកបាទចុចអូខេមកកន្លែងហ្នឹងបាច់ធ្វើអីទេចុចអូខេមកបាទហើយចុចលើពាក្យ continue ត្រួយចេកហ្នឹងមកបាទឥឡូវវាកំពុងតែធ្វើការ process ទៅឲ្យបងប្អូនអរគ្នាបាទចាំបន្តិចបាទសម្រាប់ទូរស័ព្ទដែលអត់ទាន់មាន Play Store បាទជាប់ version ចិនណាបងប្អូនបាទមានអក្សរចិនអីញ៉ៃច្រើនអត់មាន Play Store ហ្នឹងបងប្អូនអាចធ្វើតាមវិធីនេះបានបាទមិនថាតែទូរស័ព្ទ Oppo ទេបងប្អូនបាទទូរស័ព្ទអីក៏ដោយបាទមិនថា OnePlus ឬក៏ Vivo ឬក៏ Huawei អី version ប៉ុន្មានទេបងប្អូនបាទបងប្អូនធ្វើតាមវិធីនេះទៅដឹងតែបានហើយបាទ 100% ហ្មងបងប្អូនបាទឥឡូវរួចរាល់ហើយវាចេញមកអញ្ចេះហ្នឹងហើយបើសិនជាបងប្អូនចង់បង្កើត Play Store បងប្អូនឃើញអត់មាន Play Store នៅខាងលើគេបងប្អូនបាទចុចកន្លែងហ្នឹងមកបាទហើយយើងបង្កើត Gmail ដាក់មកបាទសម្រាប់បងប្អូនដែលអត់ទាន់មាន Gmail បាទបងប្អូនបង្កើត Gmail មកបាទប៉ុន្តែវីដេអូនេះខ្ញុំមាន Gmail ស្រាប់ហើយបាទអញ្ចឹងខ្ញុំគ្រាន់តែធ្វើការ login Gmail ខ្ញុំចូលបាទជាការស្រេចកុំឲ្យខាតពេលវេលាយូរបាទបងប្អូនដែលនៅមិនទាន់ចេះបង្កើត Gmail បងប្អូនអាចចូលមើលពីរបៀបបង្កើតបានដែលខ្ញុំបានដាក់ link នៅខាងក្រោមបងប្អូនណាបាទនេះបងប្អូនបាទសម្រាប់បងប្អូនដែលនៅអត់ទាន់បង្កើតអត់ទាន់មាន Gmail បងប្អូនចុចកន្លែងនេះមកបាទដើម្បីបង្កើតថ្មីហ្នឹងហើយឥឡូវខ្ញុំសូមដាក់ Gmail ខ្ញុំចូលដាក់រួចហើយយើងចុច next មកខុសបាត់ច្រឡំ Gmail ខ្លួនឯងហ្នឹងហើយកែបន្តិចសិនបាទអត់មានលេខ9នេះទេបាទលុបលេខ9ចោលហើយចុច next បាទ
chú dú cho click mail luôn này bà tóm mới dương đã lấy code Gmail liền châu máu hai cho next máu bà lại nếu dương kri giờ khang lừa dân sạp hỏi bà hai dân cho nhà bà tông po tụi chạy là khang khom này máu bà chơi lại này tiết ok tại bà nắng rui rồi lại vòng pon bà chừng Âu lần lứa chơi lại này mà pop tiết máu bà châu Play Store bà khơi nhọt bông pon đâu nè bà chẳng bông pon ai download cam thi bà này bà down mà sợi từ bà admin ấy thời bà tê là ngay rồi biệp đã Play Store tủ sắp cho bà sân chân nó cứ chẳng ngày một pon bà lỡ xạ download mùi mơ bà Telegram mùi môn kỳ từ hai khơi nhọt bông pon đâu nè bàวิธีสรูลตีบองปอนบาสำหรับบองปอนយើងដែលប្រើទូរស័ព្ទអត់មាន Play Store បាទជាពិសេសបងប្អូនយើងដែលប្រើទូរស័ព្ទ Huawei បាទហើយនឹងទូរស័ព្ទ Xiaomi បាទអត់មាន Play Store បាទបងប្អូនអាចធ្វើតាមវិធីនេះបានបាទហើយកម្មវិធីដែលយើង download បានបាទវាអត់ធ្លាក់ចេញទៅក្រៅទេបងប្អូនបាទគឺវានៅក្នុងកម្មវិធី G Space ហ្នឹងឯងបាទឥឡូវចាំមើលខ្ញុំ download ហើយបាទឥឡូវយើងបិទហើយអត់មានឃើញ Telegram នៅខាងក្រៅទេឃើញអត់បងប្អូននៅគ្នាបាទហើយបងប្អូនចូលទៅបើកមើលនៅក្នុងកម្មវិធី G Space ហ្នឹងទៅនេះនៅក្នុងប្រអប់មួយហ្នឹងនេះចុចបើកមកបាទរាល់កម្មវិធីទាំងអស់ដែលយើង download បានគឺវានៅក្នុងហ្នឹងបាទបងប្អូនចង់ទាញវាចេញមកក្រៅបងប្អូនគ្រាន់តែសកត់នៅលើវាមកបាទយើងសកត់លើវាអញ្ចឹងមកបាទហើយបងប្អូនចុចនៅលើព្រួញខ្វេនៅលើគេហ្នឹងបាទចុចកន្លែងហ្នឹងមកបាទហើយបងប្អូនចុចកន្លែងនេះមួយទៀតមកចុចខាងនេះបាទហើយកន្លែងនេះបងប្អូនទាំងអស់គ្នាបាទយើងត្រូវបើកទាំងអស់មកបាទបើកវាទាំងអស់ហ្នឹងហើយបើកវាអស់អញ្ចឹងមកបើយើងមិនបើកអញ្ចឹងវាអត់ឲ្យទាញចេញក្រៅទេហ្នឹងហើយថយមកក្រោយវិញមកបាទហើយសកត់លើវាម្ដងទៀតហ្នឹងហើយចុចលើគេហ្នឹងមកបាទហើយចុចលើអក្សរ add នេះមកបាទខាងស្ដាំដៃហ្នឹងហ្នឹងហើយតែប៉ុណ្ណឹងបានហើយបាទហើយយើងបិទមើលបាទឃើញអត់បងប្អូនបាទឥឡូវវាចេញមកក្រៅហើយបាទអញ្ចឹងរាល់ពីដែលបងប្អូន download មកបងប្អូនចូលទៅមើលនៅក្នុងហ្នឹងហើយបាទកម្មវិធីវាធ្លាក់ចូលនៅក្នុង G Space ហ្នឹងហ្នឹងហើយដូច្នេះក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងទេបាទសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ហើយនឹងអាចធ្វើបានទាំងអស់គ្នាបាទជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត